អាហ្វ្រិកពិបាកក្នុងការដេកលក់យ៉ាងស្រួលណាស់ព្រោះពួកវាមានអ្នកជិតខាងដ៏គួរឲ្យរំខានដូចជាការដេកត្រូវមកជាធម្មជាតិនៃសត្វធនិកសត្វគ្រប់រូបមិនចង់ចាក់ចេញពីភួយដ៏កក់ក្ដៅនោះទេប៉ុន្តែមិនព្រមលែងពួកវាទេប្រសិនបើអ្នកនៅតែដេកត្រូវមកមិនព្រមក្រោកនោះសុំទោសហើយទទួលការវាយប្រហារដោយគ្រាប់បែកជីវសាស្ត្រចុះការវាយប្រហារមួយគ្រាប់នេះធ្វើឲ្យផ្ទុះកំហឹងភ្លាមពួកវាបានឡើងមកលើអ៊ីនធឺណិតជាក្រុមដើម្បីសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលបន្ទាប់ពីលុបលាងមុខមាត់រួចគ្មានចិត្តចង់គេងទៀតទេក៏នាំគ្នាមកធ្វើសក់និងតុបតែងខ្លួននៅខាងក្រៅរោងបន្ទាប់ពីសម្អាតខ្លួនរួចរងចាំតែមេបញ្ជាការចេញបញ្ជាតែមួយម៉ាត់គ្រួសារទាំងមូលដូចជាព្រួញមើលដើមបាញ់ចេញព្រមគ្នានាំគ្នាសន្ទុះទៅរកចំណីនៅលើដីការហិតក្លិនរបស់ពួកវាគឺពូកែជាងមនុស្សដល់ទៅជាង1,000 ដងអាចហិតក្លិនរកចំណីដែលពួននៅក្រោមដីយ៉ាងងាយស្រួលសត្វពីអាហ្វ្រិកនេះទោះបីជាមានពីរខ្លាំងក៏ដោយប៉ុន្តែសមត្ថភាពប្រឆាំងពីររបស់ត្រូវបានអភិវឌ្ឍយ៉ាងពេញលេញរួចទៅហើយដូច្នេះចំណីដែលមានពីរគឺដូចជាបន្ថែមគ្រឿងទេសហេតុអញ្ចឹងមានរសជាតិកាន់តែឆ្ងាញ់ឈាមរបស់ពួកថែមទាំងអាចទប់ទល់នឹងពីសពោះភាគច្រើនបានទៀតផងការចាប់សត្វពៀតូចនិងខ្យាដំរីគឺជារឿងតូចតាចប៉ុណ្ណោះឯក៏មិនព្រមចាញ់ដែរវាដើរតាមពីក្រោយហ្វូងយ៉ាងគៀកដើម្បីរីករាយនឹងអាហារប៊ូហ្វេសត្វល្អិតដោយឥតគិតថ្លៃរំពេចនោះមានបរិយាកាសតានតឹងកើតឡើងដោយសារតែឌីឌីតូចពេកមិនអាចសង្កេតមើលស្ថានភាពសត្រូវពីចម្ងាយបានទេនៅពេលនេះនឹងហោះទៅកន្លែងខ្ពស់ភ្លាមដើម្បីបើកវគ្គកាយរិទ្ធភ្នែកទាំងពីររបស់វាមានមុខងារសម្របសម្រួលគ្នាភ្នែកម្ខាងអាចសង្កេតមើលមេឃឯភ្នែកម្ខាងទៀតសង្កេតមើលដីអាចមើលឃើញសត្រូវពីគ្រប់ទីយ៉ាងច្បាស់នៅពេលដែលមានសត្វស៊ីសាច់ដ៏សាហាវលេចឡើងនិងបញ្ចេញសំឡេងប្រកាសអាសន្នដ៏ពិសេសមួយហើយពេលលើហើយនឹងពួនខ្លួនភ្លាមលុះត្រាតែគ្រោះថ្នាក់ត្រូវបានដោះស្រាយទាំងស្រុងទើបហោះត្រឡប់មកដីវិញដើម្បីបន្តរកចំណីរបៀបសហការឆ្លងប្រភេទតបបែបនេះអាចនិយាយបានថាឥតខ្ចោះថ្ងៃនេះមានជ្រូកព្រៃដ៏ធំមួយដែលមានធ្មេញស្ញេងបានចូលមកក្នុងដែនដីរបស់គ្រួសារដោយមិនដឹងខ្លួនដែលជាអ្នកកាយរិទ្ធបានបន្លឺសំឡេងប្រកាសអាសន្នភ្លាមសមាជិកក៏ចាប់ផ្ដើមជម្លៀសខ្លួនជាបន្ទាន់ប៉ុន្តែមេកោយរបស់ពួកវាបែរជាមានស្មារតីនឹងណូខ្លាំងព្រោះវាដឹងថាជ្រូកព្រៃគ្មានបំណងអាក្រក់ទេគឺគ្រាន់តែមកស្វែងរកគ្រូញីដៅប៉ុណ្ណោះទោះបីជាភាសារបស់ភាគីទាំងពីរមិនដូចគ្នាក៏ដោយប៉ុន្តែមេកោយយល់ច្បាស់ពីតម្រូវការរបស់អតិថិជនវាបានលោតឡើងលើខ្លួនជ្រូកព្រៃយ៉ាងក្លាហានហើយចាប់ផ្ដើមសេវាកម្មអាសាដ៏យកចិត្តទុកដាក់ហើយកម្រៃជើងសារគឺសត្វល្អិតប៉ារ៉ាស៊ីតដ៏ធាត់លើខ្លួនជ្រូកព្រៃប៉ារ៉ាស៊ីតទាំងនេះសម្បូរទៅដោយប្រូតេអ៊ីនគឺជាចំណីសម្រន់ដ៏ពេញនិយមបំផុតរបស់សមាជិកគ្រួសារឯទៀតពេលឃើញដូច្នេះក៏បានចូលរួមក្នុងក្រុមអាសាដែរដោយសារតែសេវាកម្មល្អឥតខ្ចោះពួកវាក្លាយជាហាងដែលមានឈ្មោះល្បីនៅក្នុងតំបន់ដូច្នេះអាជីវកម្មរបស់កាន់តែរីកចម្រើននិងទាក់ទាញអតិថិជនកាន់តែច្រើនឡើងក្នុងពេលកំពុងធ្វើម៉ាសាពួកវាក៏ប្រើទឹកនោមធ្វើសញ្ញាសម្គាល់លើខ្លួនជ្រូកព្រៃដើម្បីការពារកុំឲ្យដៃគូប្រកួតប្រជែងដណ្ដើមអតិថិជនអាចនិយាយបានថាជាបម្រិតអាជីពមែនមើលប្រើជំនាញកម្រិតអាជីពម៉ាសាឲ្យជ្រូកព្រៃឡើងស្រួលខ្លួនបែបនេះខ្ញុំមើលវីដេអូហើយកញ្ចឹងដែលរឹងរបស់ខ្ញុំក៏ចាប់ផ្ដើមមកវិលដែរមនុស្សគ្មានសមត្ថភាពប្រឆាំងពីធម្មជាតិទេប៉ុន្តែស្មារតីធ្វើការងារធ្ងន់ធ្ងរជានិច្ចត្រូវតែរកផ្លូវចេញពេលនេះត្រូវរៀនសូត្រពីប្រាជ្ញារបស់វាលស្មៅការងារអាជីពត្រូវប្រគល់ឲ្យផ្លេតហ្វមអាជីពកិច្ចសហប្រតិបត្តិការឈ្នះឈ្នះបែបនេះមិនមែនជារឿងកម្រនោះទេនៅលើវាលស្មៅធំឧទាហរណ៍ដូចជាហ្វូងបាសីទាំងនេះសមត្ថភាពការងាររបស់ពួកវាកាន់តែទូលំទូលាយចាប់ពីសត្វវក Giraffe កម្ពស់5ម៉ែត្ររហូតដល់កូនក្របីទឹកអាហ្វ្រិកទម្ងន់1តោនសុទ្ធតែជាអតិថិជនវឹបរបស់ពួកវាក្រៅពីសម្អាតសត្វល្អិតនៅលើស្បែកអតិថិជនពួកវាក៏ផ្ដល់សេវាកម្មសម្អាតរន្ធជ្រមុំនិងត្រចៀកផងដែរអាចនិយាយបានថាមានបទពិសោធន៍យ៉ាងខ្លាំងពិតណាស់ក៏មានអ្នកធ្វើការងារដោយបង្ខំចិត្តដែរឧទាហរណ៍ដូចជាសត្វល្មូនមួយក្បាលនេះពេលនេះកំពុងងើបក្បាលឡើងយ៉ាងឆើតឆាយស្រមៃថាខ្លួនឯងជាសត្វនាគរីកតែការពិតនឹងធ្វើឲ្យវាទះកំភ្លាមព្រោះសមត្ថភាពចាប់ចំណីរបស់វាយ៉ាងអន់មើលទៅខាងក្រៅវាខំប្រឹងធ្វើការប៉ុន្តែតាមពិតកំពុងជួយសត្វល្អិតតូចធ្វើការហាត់សម្រុតគេចខ្លួនសត្វល្អិតតូចនិយាយថាអរគុណអ្នកណាស់ព្រោះមានអ្នកទើបពិភពលោកកក់ក្ដៅបែបនេះដោយសារតែជីវភាពបង្ខំអាចត្រឹមតែទម្លាក់ក្បាលចុះហើយដើរលើផ្លូវជាអ្នកធ្វើការប៉ុន្តែពួកវាបម្រើតែគ្រូធំប៉ុណ្ណោះព្រោះគ្រូធំទាំងនេះតាក់ទាញរុយច្រើនណាស់គ្រូធំខ្លះត្រូវរំខានរហូតដល់លើកដៃចុះចាញ់ឱកាសល្អមិនត្រូវរំលងឡើយលោតផ្លោះទៅមុខភ្លាមប៉ុន្តែខ្សែភ្នែករបស់គ្រូធំគួរឲ្យខ្លាចណាស់ដើម្បីកុំឲ្យរំខានដល់គ្រូធំត្រូវតែស្វែងរកផ្លូវផ្សេងទៀត
លើកនេះវាសម្រេចចិត្តចូលទៅជិតពីកន្លែងខ្ពស់ព្រោះការលោតផ្លោះរបស់វាឈានដល់កម្រិតកំពូលហើយពិតមែនហើយការចុះពីលើអាកាសគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃទម្ងន់របស់ពេញវ័យគឺប្រហែល0.05 គីឡូក្រាមប៉ុណ្ណោះសម្រាប់គ្រូធំគឺស្រាលណាស់ដូច្នេះពួកវាមិនប្រកាន់ទេដែលធ្វើអ្វីស្រេចតែចិត្តលើខ្លួនយ៉ាងណាមិញរុយនៅជុំវិញមានច្រើនពេកហើយជាលំដាប់កាន់តែមានកំហឹងខ្លាំងឡើងរហូតដល់ឡើងដល់លើជ្រមុំប៉ុន្តែដោយសារតែវាលោតចុះឡើងមិនឈប់រុយទាំងអស់មិនហ៊ានទំចិត្តដើម្បីរំខានគ្រូធំឡើយប៉ុន្តែអត្រាជោគជ័យក្នុងការចាប់ចំណីរបស់វាគឺទាបគួរឲ្យអាសូរចុងបញ្ចប់បន្ទាប់ពីមីញឹកអស់មួយរសៀលមិនបានហូបសំបីតែមួយម៉ាត់ប៉ុន្តែយ៉ាងហោចណាស់ក្នុងរឿងបរាជ័យក្នុងការចាប់ចំណីវាធ្វើបានយ៉ាងជោគជ័យឯគ្រូធំទទួលបានសេវាកម្មដេញរុយតាមបំណងរួចហើយបន្ទាប់ពីគ្រោះរាំងស្ងួតជាច្រើនខែវាលស្មៅចុងក្រោយក៏ទទួលបានភ្លៀងធ្លាក់ដ៏កម្រប៉ុន្តែភ្លៀងធ្លាក់ភ្លាមក៏បង្កការលំបាកដល់សត្វតូចខ្លះដែរអ្នកសត្វអន្តែតខ្លះនៅខាងក្រៅរកកន្លែងជ្រកមិនឃើញឡើយប៉ុន្តែវិញខុសគ្នាពួកវាមានប្រាសាទដ៏សុវត្ថិភាពនិងកក់ក្ដៅហើយនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមសត្វវកេទាំងនេះរន្ធបក្សីទំហំធម្មតាមួយត្រូវការបក្សីរាប់លានក្បាលធ្វើការរួមគ្នាជាច្រើនឆ្នាំពួកវាលីទឹកមាត់ជាមួយដីស្អិតទើបសាងសង់ប្រាសាទដ៏រឹងមាំដូចបេតុងនេះបានរន្ធបក្សីខ្លះថែមទាំងមានទំហំធំដូចសត្វដំរីនៅពេលភ្លៀងធ្លាក់មកដល់ហ្វូងដំរីបានមកដល់ដែនដីនេះក្នុងភ្នែករបស់សត្វតូចពួកវាដូចជាអាទិទេពអាកប្បកិរិយាតូចមួយអាចផ្លាស់ប្ដូរពិភពលោកបានស្នាមជើងធំដែលជន់ចេញបង្កើតបានជាពិភពទឹកតូចក្លាយជាឋានសួគ៌នៃសត្វតូចជាច្រើនដែលប្លែកបំផុតគឺសត្វពួកវាជាសត្វបុរេប្រវត្តិដ៏ចំណាស់បំផុតមួយនៅលើភពផែនដីកាលពីជាង200លានឆ្នាំមុនពួកវារស់នៅក្នុងភ្លុកទឹកដែលដំរីជន់ចេញអាយុកាលរបស់ពួកវាមានត្រឹមតែ2ខែប៉ុណ្ណោះប៉ុន្តែពងរបស់ពួកវាអាចកប់ក្នុងដីស្ងួតបានជាច្រើនទសវត្សរ៍ឲ្យតែជូបទឹកក្នុងរយៈពេល24ម៉ោងនិងញាស់ភ្លាមជាមួយនឹងទឹកភ្លៀងផ្ដល់សំណើមដល់ដីវាលស្មៅប្រែជាមានជីវជាតិឯក្រុមអ្នកប្រណាំងឡានក៏សកម្មឡើងដែរប៉ុន្តែល្បឿនលឿនពេកនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍លើកនេះអ្នកបង្កគ្រោះថ្នាក់បានរត់គេចខ្លួនភ្លាមជនរងគ្រោះព្រមទាំងដុំលាមកត្រូវបានបុកផ្លាត់ទៅជាង30សង់ទីម៉ែត្រតាមប្រភពព័ត៌មានបានឲ្យដឹងថាអ្នកបង្កគ្រោះថ្នាក់ឈ្មោះគឺជាអ្នកប្រណាំងឡានដ៏ល្បីល្បាញលើវាលស្មៅក្នុងនាមជាសត្វវកេតូចខ្លួនវាមិនទាន់ធំជាងបាតដៃសោះប៉ុន្តែជើងក្រោយដ៏រឹងមាំដូចជាបំពាក់ម៉ាស៊ីនតឺបូ1វិនាទីអាចរត់បាន8ម៉ែត្រក្នុងទំហំខ្លួនស្មើគ្នាល្បឿនរបស់វាគឺលឿនជាងខ្លាឃិន3ដងហើយសមត្ថភាពរត់បានយូរខ្លាំងពេញវ័យអាចរត់ល្បឿនលឿនបាន18ម៉ោងក្នុងមួយថ្ងៃការដុតរំលាយអាហាររបស់ពួកវាគឺច្រើនជាងមនុស្ស7ដងរាល់ថ្ងៃស្ទើរតែត្រូវហូបអាហារដែលមានទម្ងន់ស្មើខ្លួនដូច្នេះពួកវាមិននៅលើផ្លូវរត់ចំណីក៏នៅលើផ្លូវទៅរកចំណីដែរការរត់ល្បឿនលឿនរយៈពេលយូរស៊ីកម្លាំងខ្លាំងណាស់នៅពេលតូចឃ្លានខ្លាំងសត្វកណ្ដូបលក់អេវ៉ាន់ដាកាត់ឃើញភីគីម្ខាងទៀតចិត្តល្អបែបនេះតូចក៏មិនគួរសំដែរសត្វកណ្ដូបព្រៃមិនត្រឹមតែមានសាច់ច្រើនប៉ុន្តែស្រួយស្រស់គឺជាស្ថានីយ៍ប្រេងឥន្ធនៈចល័តដែលចូលចិត្តបំផុតដើម្បីអាចរត់បានតាមចិត្តពួកវានឹងសម្អាតផ្លូវល្បឿនលឿនរាប់រយខ្សែផ្ទាល់ខ្លួនហើយខួរក្បាលមានប្រព័ន្ធនាំផ្លូវអាចចាំផ្លូវទាំងអស់បានយ៉ាងច្បាស់ពិតណាស់ការរក្សាផ្លូវឲ្យទេក៏ជារឿងសំខាន់ខ្លាំងណាស់ដែរប៉ុន្តែអ្នកជិតខាងថ្មីដែលមកដល់មិនសូវមានអនាម័យសោះតែងតែមានលាមកធំធ្លាក់ចុះពីលើមេឃតូចស្ទើរតែត្រូវលាមកសង្កត់បែកក្បាលខឹងខ្លាំងរហូតជេរប្រមាថភ្លាមអ្វីដែលកាន់តែអាក្រក់នោះផ្លូវរបស់វាត្រូវបានបិទជិតតូចមិនអាចរើដុំលាមកធំដូចភ្នំនេះចេញបានទេសំណាងល្អអ្នកបោះសម្អាតផ្លូវមកដល់ទាន់ពេលមកជួយសង្គ្រោះក្នុងនាមជាអ្នកសម្អាតជំនាញអាចឡើងលើដុំលាមកខ្ពស់បានក្នុងពេលប៉ុន្មានវិនាទីពេលនេះវាគ្រាន់តែចង់ប្រញាប់ប្រញាល់មុនពេលដៃគូមកដល់យកដុំលាមកមួយដុំចេញយ៉ាងឆាប់រហ័សក៏បានមូលបានដុំទី1បន្ទាប់មកដោយសារជំនាញរុញដុំដ៏ខ្ពស់វាដើរចេញយ៉ាងលឿនការប្រតិបត្តិការនេះធ្វើឲ្យសត្វដំរីដែលជាអ្នកផលិតមើលឡើងភាំងពេលនេះសប្បាយចិត្តណាស់មានដុំលាមកនេះជាជំនួនវានឹងអាចរៀបការជាមួយក្មេងស្រីដែលវាស្រឡាញ់បានហើយគួរឲ្យស្ដាយដែលវាសប្បាយចិត្តលឿនពេកដែលឡើងមកលើច្រាំងមើលទៅអាសូរណាស់វាស្រាប់តែត្រូវលាងខ្លួននៅពេលដែលមិនចង់លាងខ្លួនបំផុតឯជីវិតតែងតែមិនដូចបំណងបែបនេះប៉ុន្តែវាត្រូវតែខិតខំប្រឹងប្រែងឡើងវិញព្រោះគ្មានឧបសគ្គណាដែលឆ្លងមិនផុតទេមានតែឧបសគ្គដែលរំលងមិនអស់ក្នុងកំឡុងពេលនេះវាលស្មៅបានទទួលការជម្លៀសខ្លួនដ៏ធំមួយសត្វពេលរាប់លានក្បាលបានរត់មកយ៉ាងលឿនពួកវាផ្ដុំគ្នាយ៉ាងច្រើនសម្លេងត្រហឹងអឹងកង
ពេលនេះមេមន់និងកូនមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះវាកំពុងធ្វើសម្បុកនៅលើវាលស្មៅពងរបស់វាអាចត្រូវគេជន់បែកគ្រប់ពេលប៉ុន្តែធ្វើជាម្ដាយគឺក្លាហានដើម្បីការពារកូនដែលមិនទាន់កើតមេមន់នឹងមិនខ្វល់ពីអ្វីទាំងអស់ដេញអ្នកឈ្លានពានទាំងអស់ទោះបីជាមិនទាន់ខ្ពស់ជាងជើងភីគីមខាងទៀតក៏ដោយក៏វាមិនខ្លាចបន្តិចណាដែរការដេញសត្វនីមួយមិនលំបាកទេប៉ុន្តែបើត្រូវប្រឈមមុខនឹងហ្វូងសត្វពេលដ៏ធំតើគួរដោះស្រាយយ៉ាងណាមេមន់ប្រាប់ថាប្រកាសជារត់មុនហើយច្បាស់ណាស់មានក្តីស្រឡាញ់ពីម្ដាយប៉ុន្តែមិនច្រើនទេហ្វូងសត្វពេលដែលកកុញដូចជារថភ្លើងដែលបន្លឺសំឡេងរត់មេមន់បានធ្លាក់ចូលក្នុងភាពអស់សង្ឃឹមរួចទៅហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពងមាន់បែរជាសះស្បើយទាំងស្រុងខណៈពេលនេះមេមន់ស្រក់ទឹកភ្នែកដោយក្តីរំភើបប្រសិនបើសំណាងល្អមួយខែក្រោយមកកូននឹងកើតមកការមកដល់នៃសត្វធំតែងតែធ្វើឲ្យសត្វតូចខាតបង់យ៉ាងធ្ងន់ធ្ងរផ្លូវល្បឿនលឿនរបស់តូចបានឆ្លងកាត់ការជន់ឈ្លីយ៉ាងសាហាវឥឡូវនេះវាត្រូវតែធ្វើការងារជួសជុលផ្លូវហើយអ្វីទាំងអស់ដែលបាំងផ្លូវនឹងត្រូវចាត់ទុកជាឧបសគ្គការងារដ៏ច្រើនលើសលប់ធ្វើឲ្យតូចប្រែជាខឹងសម្បាយ៉ាងខ្លាំងសូម្បីតែខ្យងដែលដើរកាត់ក៏ត្រូវតែខ្ទេចមាត់ធំដែរបន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មផ្លូវល្បឿនលឿនក៏មានភាពរលូនម្ដងទៀតតូចចុងក្រោយអាចរត់បានដោយសេរីហើយឯខាងមុខនៅតែរុញដុំលាមកដូច្នេះជត់ឈុតដែលច្បាស់លាស់ក៏កើតឡើងម្ដងទៀតបន្ទាប់ពីប្រភពទឹកត្រូវបានបញ្ចប់សត្វធំនឹងបន្តផ្លាស់ទីលំនៅការឃ្លាតឆ្ងាយមិនមែនសុទ្ធតែជាការសោកសៅទេមេមន់ប្រាថ្នាចង់ឲ្យពួកវាទៅឲ្យឆ្ងាយលឿនមកញែកចេញលាមកឲ្យបានឆាប់រដូវកាលនេះកូនរបស់វាក៏ញាស់ហើយដែរប៉ុន្តែនៅលើវាលស្មៅគ្រោះថ្នាក់មាននៅគ្រប់ទីកន្លែងសត្វឆ្កែព្រៃមួយក្បាលបានហិតក្លិនរបស់ពួកវាដើម្បីធ្វើការប្រហារយ៉ាងធំវាសម្រេចចិត្តស៊ីយប់នេះពេលនេះកូនមន់ភ័យខ្លាចរហូតញាប់ខ្លួនពេលនេះម្ដាយមន់ដ៏ក្លាហាននឹងរកគ្រប់វិធីដើម្បីទាក់ទាញអារម្មណ៍ឆ្កែព្រៃឲ្យវានៅឆ្ងាយពីកូនមន់ដែលពួនក្នុងស្មៅមិនបាច់រត់ទេព្រោះឲ្យតែនៅស្ងៀមវាក៏ស្ទើរតែមើលមិនឃើញដែរប៉ុន្តែនៅលើដីនៅមានការកប់គ្រាប់បែកពីសំណាក់ពួកចាស់ស្រមោចទាំងនេះមើលការរំភើបចិត្តមិនខ្លាចរឿងធំកូនមន់រហូតស្រែកយំសំឡេងយំយ៉ាងឆាប់រហ័សបានទាក់ទាញអារម្មណ៍ឆ្កែព្រៃឃើញថាចម្ងាយកាន់តែជិតទៅមេមន់ក៏ចេញមុខមកម្ដងទៀតវាបង្វែរកែវភ្នែករបស់ឆ្កែព្រៃដោយជោគជ័យចុងក្រោយឆ្កែព្រៃក៏ត្រូវបានសុកដើរចេញទៅម្ដាយនិងកូនចុងក្រោយបានជួបជុំគ្នាឥឡូវនេះកូនមន់មានសុវត្ថិភាពហើយក្នុងពេលជាមួយគ្នានេះរបស់យើងនៅតែបន្តស៊ូទោះបីជាមានឧបសគ្គជាច្រើនតាមផ្លូវហើយថែមទាំងមានអ្នកបុកហើយរត់គេចខ្លួនប៉ុន្តែមិនដែលត្រូវបរាជ័យវីប្រហារឡើយវាជឿជាក់ថាឲ្យតែប្រកាន់ខ្ជាប់រហូតគង់តែមានផ្លូវរលូននិយាយថាអញជឿក្បាលវាបានធ្លាក់ចូលទៅក្នុងរន្ធម្ដងទៀតសំណាងល្អលើកនេះក្នុងរន្ធគ្មានទឹកឲ្យតែដុំលាមកនៅតែមានសង្ឃឹមថានឹងមិនរលត់ឡើយទោះបីជាធ្លាក់ចូលជំរៅម្ដងទៀតប៉ុន្តែជឿជាក់ថារាល់ការឆ្លងកាត់ភ្នំនឹងធ្វើឲ្យខ្លួនឯងកាន់តែខ្លាំងក្លាវាត្រូវតែប្រឹងប្រែងឡើងជោគជ័យនៅចំពោះមុខហើយល្អណាស់លើកនេះត្រឡប់ទៅរាប់រយគីឡូម៉ែត្រវិញពេលនេះបេះដូងឈឺចាប់ខ្លាំងប៉ុន្តែនៅពេលគិតដល់ក្មេងស្រីដែលខ្លួនស្រឡាញ់កំពុងរងចាំខ្លួនវាប្រាប់ខ្លួនឯងថាមិនអាចចុះចាញ់ឡើយធ្វើបានជោគជ័យហើយវាពិតជាអស្ចារ្យណាស់ការខិតខំប្រឹងប្រែងតែងតែទទួលបានផលតបស្នងនៅខណៈពេលនេះស្រមោលដ៏ទន់ភ្លន់មួយបានលេចឡើងគឺជានារីដែលស្រមៃចង់បានខណៈពេលនេះវាស្ទុះទៅរកដោយមិនស្ទាក់ស្ទើរហើយជួយវាជូតញើសលើផ្ទៃមុខយ៉ាងទន់ភ្លន់ចុងក្រោយអ្នកដែលមាននិស្ស័យនឹងបានជួបគ្នាពួកវាបានរៀបការជាប្តីប្រពន្ធជូនពរពួកវាឲ្យស្រឡាញ់គ្នារហូតដល់ចាស់រៀងខ្លួនមានកូនចៅពេញផ្ទះត្រូវហើយអ្នកណាដែលមានដំណេញនៅផ្ទះកុំភ្លេចទៅសង្លីមកផងណាបើចូលចិត្តវីដេអូនេះសូមជួយ share comment like និង subscribe channel របស់យើងម្នាក់មួយផងអរគុណ